នៅរសៀលថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថាក្នុងចំណោមប្រាសាទបុរាណដែលស្ថិតនៅក្នុងតំបន់អង្គរប្រាសាទតាព្រំគឺជាបុរាណដ្ឋានដ៏ទាក់ភ្នែកទេសចរយ៉ាងខ្លាំងបន្ទាប់ពីប្រាសាទអង្គរវត្តប្រាសាទនេះមានទីតាំងស្ថិតនៅខាងកើតខ្លោងទ្វារជ័យក្រុងអង្គរធំដែលមានចម្ងាយប្រមាណ3គីឡូម៉ែត្រប្រាសាទតាព្រំក៏សាងឡើងអំពីថ្មភក់និងថ្មបាយក្រៀមនៅលើដីរាបស្មើប្រមាណជាង73ហិកតាលោកស្រី Nate Simon អ្នកបូរាណវិទូនិងជាមន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបូរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថាប្រាសាទតាព្រំត្រូវបានកសាងឡើងក្នុងឆ្នាំ1186នៃគ្រិស្តសករាជក្នុងរាជព្រះបាទជ័យវរ្ម័នទី7គឺជាប្រាសាទព្រះពុទ្ធសាសនាមហាយានដ៏ធំមួយដែលកសាងឡើងដើម្បីឧទ្ទិសថ្វាយព្រះមេដារបស់ព្រះអង្គដែលមានរូបតំណាងជាទម្រង់ព្រះនាងប្រាជ្ញាបារមីជាភាពល្អឥតខ្ចោះនៃប្រាជ្ញាជាភាសាសំស្ក្រឹតហៅថាប្រាជ្ញាបារាមីតាតំណាងឲ្យព្រះវរមេដានៃព្រះពោធិសត្វគ្រប់អង្គយោងតាមស្ដំសិលាចារឹកនៅប្រាសាទតាព្រំបានរៀបរាប់ថាដោយសារប្រាជ្ញាបារមីជាទេពដ៏សំខាន់ព្រះរាជាបានដាក់តម្កល់នៅទីសក្ការៈនៃតួប៉មកណ្ដាលនិងមានបដិមាចំនួន260អង្គបានតម្កល់នៅជុំវិញនៃប្រាសាទកណ្ដាលនោះតាមទំនៀមបុរាណកម្មវិធីបុណ្យតាមប្រក្រតីទិនតែងបានធ្វើឡើងដោយទៀងទាត់ដោយមានគ្រឿងឧបភោគបរិភោគដែលដង្វាយព្រះចរន្តសន្ធឹកសន្ធាប់លោកស្រី Nate Simon បញ្ជាក់ទៀតថាភ្ញៀវទេសចរនិងអន្តរជាតិរាប់រយនាក់ក្នុងមួយថ្ងៃបានចូលមកទស្សនាប្រាសាទតាព្រំដែលជាប្រាសាទមួយមានភាពល្បីល្បាញនិងលេចធ្លោហុំព័ទ្ធទៅដោយធម្មជាតិជាពិសេសដើមឈើធំៗមានដើមស្ពង់ដើមត្រាងដើមជ្រៃនិងដើមច័ន្ទដោយឫសរបស់ដើមឈើទាំងនោះបានចាក់ជ្រៀតចូលក្នុងប្រាសាទហាក់បង្ហាញថាដើមឈើនិងប្រាសាទមានជីវិតតែមួយអ្នកបូរាណវិទូបន្ថែមទៀតថាដោយសារកត្តាអាយុកាលនៃសំណង់បុរាណកត្តាធម្មជាតិនិងកត្តាមនុស្សផងធ្វើឲ្យទីតាំងបុរាណដ្ឋានមួយនេះបានរងការខូចខាតទៅតាមផ្នែកនីមួយៗតាមរយៈការយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរានិងដោយមានកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ASI បានធ្វើការអភិរក្សនិងជួសជុលនិងថែទាំប្រាសាទតាព្រំតាមទីតាំងដែលបានខូចខាតទាំងនេះដើម្បីធានាសុវត្ថិភាពនិងនិរន្តរភាពនៃប្រាសាទបុរាណមួយនេះឲ្យឈររឹងមាំជាមរតកសម្រាប់មនុស្សជាតិ